ពោះសាក់នំគេឡើងតុនសម្ដែងតំណឹងសង្ខ្យាលពើក៏មិនតែឆ្ងាយជាមួយនឹងស្គាល់តែបកកស្រស់បន្តិចជំរាបសួរតាមខ្ញុំពូមីបងប្អូនជាថ្មីម្ដងទៀតជួបខ្ញុំជាមួយនឹងវីដេអូថ្មីនេះមកបង្ហាញបងប្អូនពីវិធីធ្វើនំខារ៉ាមែលឲ្យមានរសជាតិឆ្ងាញ់តោះជាដំបូងខ្ញុំប្រើជាមួយនឹងស្ករស2ស្លាបព្រាបាយទឹកជា5ស្លាបព្រាបាយខ្ញុំក្រែងទឹកហើយស្ករនៅលើភ្លើងឲ្យវារលាយសព្វគ្នាបានល្អសម្រាប់ភ្លើងបងប្អូនកុំប្រើខ្លាំងពេកកាលណាបានខ្លាំងធ្វើឲ្យស្ករយើងឆាប់ខ្លោចហើយពេលយកទៅចាក់ក្នុងពុម្ពអត់ឆ្ងាញ់ទេបងប្អូនពេលញ៉ាំទៅគឺថាល្វីងបងប្អូនចាបន្ទាប់ពីស្ករយើងរួចរាល់ហើយខ្ញុំចាប់ផ្ដើមចាក់ដាក់ពុម្ពសម្រាប់ពុម្ពបងប្អូនប្រើជាប្រភេទកែវទឹកក៏បានកែវជ័រក៏បានចានជ័រក៏បានសម្រាប់នេះខ្ញុំចាក់ជាមួយនឹងចានកែវថ្មចាខ្ញុំចាក់ចំនួន2ពុម្ពបន្ទាប់មកបងប្អូនចាប់ដាក់ក្រៅទូត្រជាក់ក៏បានដាក់ក្នុងទូត្រជាក់ក៏បានដែរសម្រាប់ខ្ញុំដាក់ខាងក្រៅបងប្អូនណាបន្តមកទៀតខ្ញុំចាប់ផ្ដើមមកលាយជាមួយនឹងពងមាន់សម្រាប់ពងមាន់ខ្ញុំប្រើចំនួន2គ្រាប់ថ្ងៃនេះខ្ញុំយកទាំងផ្នែកក្រហមនិងផ្នែកសសម្រាប់ពងមាន់បងប្អូនចង់វាយកុំឲ្យវាឡើងពពុះបងប្អូនចាសូមដាក់ប្រដាប់វាយនឹងឲ្យចំបាតចានអញ្ចឹងមកហើយវាយវាឲ្យសពអញ្ចឹងបងប្អូនចាយើងកុំលើកវាឡើងយើងវាយវាកប់នៅបាតចានពងមាន់យកឡើងពុះឯងគឺបែបហ្នឹងបងប្អូនល្អមែនតើឥឡូវយើងទុកមួយឡែកសិនយើងចាប់ផ្ដើមមកលាយគ្រឿងបន្ទាប់ខ្ញុំប្រើជាមួយទឹកដោះគោស្រស់ចំនួន200 ml បន្ថែមជាមួយនឹងម្សៅ Whipping Cream 4ស្លាបព្រាបាយស្ករស1ស្លាបព្រាបាយហើយនឹងទឹកវ៉ានីឡា1កម្របបងប្អូនមានមកដាក់ក៏បានដែរកន្លែងនេះខ្ញុំចង់បញ្ជាក់ថាបងប្អូនមានជាប្រភេទម្សៅទឹកដោះWhipping Cream បងប្អូនប្រើចំនួន8ស្លាបព្រាតែខ្ញុំនេះខ្ញុំមានជាប្រភេទម្សៅយើងដាក់4ស្លាបព្រាបាយទេបន្ទាប់ពីកូរសព្វល្អហើយយកទៅដាក់លើភ្លើងឲ្យឡើងពុះបងប្អូនយកមកចាក់ក្នុងពងមាន់ភ្លាមហើយក្នុងពេលដែលបងប្អូនកំពុងតែចាក់ចូលពងមាន់ហ្នឹងសូមមេត្តាកូរពងមាន់ហ្នឹងឲ្យជាប់ដៃរហូតដល់បងប្អូនការពារធ្វើឲ្យពងមាន់យើងឆ្អិនហើយនឹងកកដំុអញ្ចឹងណាចាយើងបន្តកូរវាបែបហ្នឹងរហូតដល់អស់ទឹកអកូរដែលយើងចាក់ហ្នឹងពេលកំពុងតែកូរគឺថាឈ្ងុយបដាបងប្អូនអញ្ចឹងបន្ទាប់ពីយើងកូរជាមួយនឹងពងមាន់យើងបានសព្វល្អជាមួយនឹងទឹកដោះគោហើយយើងចាប់ផ្ដើមយកមកចាក់ក្នុងពុម្ពរបស់យើងសម្រាប់ការចាក់នេះបងប្អូនប្រើជាប្រភេទជាត្រង់ដើម្បីរងវាការពារពេលយើងចាក់មកខ្លាចដោយការកំទេចកំទីអីផ្សេងធ្វើឲ្យទឹកដោះគោយើងវាមិនល្អអញ្ចឹងណាបន្ទាប់ពីចាក់រួចរាល់ហើយបងប្អូនរកប្រភេទជាកណ្ដាលអលុមីញ៉ូមកុំហៅថាផ្លាស្ទិកចាស់យកមកគ្របពីលើទឹកពងមាន់របស់យើងហ្នឹងហើយយើងក៏អាចចិត្តមែនតើណាបងប្អូនជៀសវាងពេលយើងចំហុយទៅទឹកវាជ្រាបចូលអញ្ចឹងធ្វើឲ្យសាច់នំរបស់យើងវាមិនល្អបន្ទាប់ពីយើងគ្របចិត្តហើយយើងយកទៅចំហុយរយៈពេល15ទៅ20នាទីបន្ទាប់ពី20នាទីកន្លងផុតទៅគឺថាសាច់នំរបស់យើងគឺឡើងល្អមែនតើហើយឡើងឈ្ងុយបែបបើកមកបងប្អូនឈ្ងុយទៅដល់កផងឈ្ងុយពងមាន់និយាយទៅឈ្ងុយប្រហែលគួរឲ្យចង់ញ៉ាំបងប្អូនហើយបងប្អូនចង់នឹងថាមានឆ្អិនឬមិនឆ្អិនបងប្អូនចាប់ចានហើយរុញវាបន្តិចទៅគឺថាឡើងធ្វើបែបហ្នឹងបានហនំយើងឆ្អិនជោគជ័យហើយបងប្អូននិយាយទៅមុខនេះគឺថាងាយស្រួលក្នុងការចម្អិនមែនតើបងប្អូនឲ្យតែយើងមានគ្រឿងផ្សំនឹងផ្ទះស្រាប់ណាហើយសម្រាប់ទឹកស្ករខ្ញុំដាក់ប៉ុណ្ណឹងគឺល្មមបងប្អូនគឺថាបងប្អូនចង់ឲ្យវាធ្លាក់លឿនណាបងប្អូនកុំដាក់ក្នុងទូទឹកកកឲ្យតែចាក់អ្នកញ៉ាំបងប្អូនលើកចេញពីចក្រានគ្នាបងប្អូនចាក់ដាក់ចានតែម្ដងទៅគឺវាធ្លាក់ទឹកស្ករហ្នឹងមកលឿនមែនតើនេះបងប្អូនឃើញអត់ធ្លាក់ទេណាឥឡូវនេះខ្ញុំបន្ថែមជាមួយនឹងក្របកុដបងប្អូនមានក៏ដាក់មិនមានក៏ឲ្យតែអញ្ចឹងនំខារ៉ាមែលខ្ញុំគឺថារហូតហើយពុកម៉ែបងប្អូនតំណងមែនតើពុកម៉ែបងប្អូនអាសាល្បងធ្វើមកខ្ញុំធានាថារសជាតិឆ្ងាញ់ចាឆ្ងាញ់មែនតើចាអញ្ចឹងវីដេអូខ្ញុំនេះមានតែប៉ុណ្្នឹងឯងអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះជួបខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាយបាយ